សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទ admin start today សូមបណ្ដន់នាំជូននៅរឿងប្រយុទ្ធទៅកាន់មេឃាដែលជារឿងសិវយានដែលជាការនិទានសាច់រឿង novel ជូនអ្នកទាំងអស់គ្នាតែមុននឹងចូលទៅដល់សាច់រឿងរបស់យើងសូមអ្នកទាំងអស់គ្នាកុំភ្លេចជួយ like និង subscribe channel របស់ admin ពាក្យសម្ដីរបស់សៀវយានបានធ្វើឲ្យមនុស្សគ្រប់គ្នាទីនោះញាប់ផ្អើលយ៉ាងខ្លាំងភ្លាមនោះទាហានជាច្រើននៃកងទ័ពទឹកខ្មៅបានស្រែកហ៊ោកញ្ជ្រែវគាំទ្រផ្ទុយទៅវិញសមាជិកនៃត្រកូលលីវិញមុខស្រងោលស្ងាត់យ៉ាងខ្លាំងព្រោះនេះជាលើកដំបូងដែលពួកគេត្រូវបានគេមើលងាយបែបនេះលីយុននិយាយទាំងមុខតឹងថាអើយសៀវយានកុំអួតខ្លួនពេកសៀវយានញញឹមតិចហើយឆ្លើយដោយស្ងប់ស្ងាត់ការប្រើពាក្យសម្ដីមិនមែនតែងតែអាចឈ្នះបានទេគាត់បានលឺអ្វីដែលលីយុននិយាយពីមុនរួចហើយទោះមិនចង់រករឿងក៏ដោយប៉ុន្តែការដែលលីយុនយកសួងមកលេងសើចធ្វើឲ្យគាត់មិនពេញចិត្តឡើយលើសពីនេះជាយានក៏ដឹងថាបើចង់ឲ្យមនុស្សរឹងរូសទាំងនោះបិទមាត់គាត់ត្រូវបង្ហាញកម្លាំងពិតរបស់ខ្លួនលីតុងសម្លឹងមើលសៀវយានដោយទឹកមុខធ្ងន់ធ្ងរអ្នកដតីប្រហែលជាគិតថារឿងសៀវយានឈ្នះហ៊ុនមាសឹងគ្រាន់តែជាពាក្យចាមអារាមប៉ុន្តែលីតុងដឹងច្បាស់ថាវាជាការពិតហ៊ុនមាសឹងមិនបានបន្ធូរដៃទេប៉ុន្តែប្រើកម្លាំងទាំងអស់របស់គេនៅតែចាញ់មេត្រកូលលីធ្លាប់និយាយថាក្នុងចំណោមមនុស្សជំនាន់ក្មេងទាំងអស់នៅទ្វីបកម្លាំងធាតុអ្នកដែលខ្លាំងជាងគេគឺសៀវយានពីត្រកូលសៀវលីតុងមិនអាចបំភ្លេចពាក្យនេះបានឡើយគាត់ជាមនុស្សចូលចិត្តប្រយុទ្ធដើម្បីវឹកហាត់គាត់អាចស្នាក់នៅក្នុងអាងរន្ទះអារក្សអស់រយៈពេល5ឆ្នាំទ្រាំទ្រការវាយប្រហារពីរន្ទះរាប់ម៉ឺនដងទើបទទួលបានកម្លាំងសពថ្ងៃនេះដូច្នេះក្នុងចិត្តគាត់មិនអាចទទួលយកបានថាកម្លាំងរបស់ខ្លួនអន់ជាងមនុស្សម្នាក់មកពីត្រកូលដែលធ្លាក់ចុះដោយត្រកូលសៀវលៃតុងនិយាយថាបើបងសៀវយានស្នើបែបនេះលីយុនពួកអ្នកទាំងអស់ចូលស្ដាប់គាត់ទៅលីយុននិងអ្នកផ្សេងឆ្លើយទាំងមិនសប្បាយចិត្តថាបាទភ្លាមមនុស្សទាំង10នាក់បញ្ចេញសម្ពាធកម្លាំងយ៉ាងខ្លាំងក្នុងចំណោមពួកគេលីយុនស្ថិតនៅកម្រិតបានឆេងកម្រិតបានឆេងហ្នឹងគឺកម្រិតដោយពាក្យកណ្ដាលគេហៅថាកម្រិតពាក្យកណ្ដាលដោយទេវតាប្រយុទ្ធនៅកម្រិតទី11ដំបូងនៃកម្រិតខ្ពស់បើវាចូលដល់កម្រិតដោយពាក្យកណ្ដាលជំហានហើយអ្នកផ្សេងទៀតស្ទើរតែសុទ្ធតែជាឌូសុនផ្កាយ9នៅកម្រិតផ្កាយ9គឺកម្រិតទី10តែវាអត់ទាន់ចូលដល់កម្រិតទី11ទេតែបើសៀវយានយើងគាត់នៅកម្រិតទី11ផ្កាយ6ហើយពេលឃើញពួកកប៉ិកកពុកអញ្ចឹងគាត់ប្រើទឹកដៃមកខាងសម្ពាធពីមនុស្សទាំង10បង្កឲ្យអ្នកជុំវិញបដូរទឹកមុខព្រោះការវាយប្រហាររួមគ្នារបស់ពួកគេមិនមែនជារឿងងាយទប់ទល់ឡើយលីឈុនស្រែកឡើងសៀវយានឲ្យត្រកូលលីយើងមើលផងថាពាក្យចាស់មារាមទាំងនោះពិតឬអត់មនុស្សទាំង10សម្រុកចូលព្រមគ្នាពួកគេបែងចែកទីតាំងយ៉ាងរហ័សហើយព័ទ្ធជុំវិញសៀវយានមួយសន្ទុះក្រោយមកសសររន្ទះអាយៈ10ដើមបានផ្ទុះឡើងនៅលើមេឃវាប្រែក្លាយទៅជានាគរន្ទះ10ក្បាលពួកគេប្រែស្រែកព្រមគ្នាថានាគរន្ទះទាំង10ស្រែកក្រហមហើយសម្រុកចុះមកវាយសៀវយានការផ្ទុះដ៏ខ្លាំងក្លាធ្វើឲ្យដីបែកខ្ទេចហើយធូលីហុយពេញទីលានមនុស្សជាច្រើនគិតថាត្រូវហើយឬព្រោះសៀវយានមិនបានគេចសូម្បីតែបន្តិចប៉ុន្តែពេលធូលីរលាយបាត់គ្រប់គ្នាស្ទើរតែមិនជឿភ្នែកខ្លួនឯងសៀវយាននៅតែឈរដដែលសម្លៀកបំពាក់ខ្មៅរបស់គាត់មិនសូម្បីតែប្រឡាក់ធូលីក្នុងរង្វង់ជាង3ម៉ែត្រជុំវិញគាត់ដីនៅល្អក់ខ្ចោះខុសពីកន្លែងផ្សេងដែលខ្ទេចខ្ទាំអស់លីយុននិងអ្នកផ្សេងស្លេកមុខភ្លាមពួកគេទាំងអស់
សង្ឃឹមទាំងស្រុងថាការវាយប្រហារខ្លាំងបំផុតរបស់ពួកគេមិនអាចធ្វើឲ្យស៊ីវយានថយក្រោយមួយជំហានផងស៊ីវយានញញឹមហើយនិយាយស្រាលៗថាការវាយប្រហាររបស់អ្នកទាំងអស់មិនអាក្រក់ទេបន្ទាប់មកគាត់មិនមើលលៃយុនទៀតឡើយតែបែរទៅរកលៃតុងគាត់លើកដៃអញ្ជើញឥឡូវវេនរបស់អ្នកហើយទឹកមុខរបស់លៃតុងកាន់តែធ្ងន់ធ្ងរគាត់ដឹងថាស៊ីវយានកំពុងដាក់សម្ពាធផ្លូវចិត្តលើខ្លួនភ្លាមគាត់ស្ទុះទៅដូចរន្ទះខ្មៅប្រមូលផ្ដុំលើដៃរួចក្លាយជាលំពែងរន្ទះពណ៌ខ្មៅមួយការវាយលំពែងយ៉ាងលឿនបំផុតស្រមោលលំពែងរាប់មិនអស់គ្របដណ្ដប់ចំចំណុចស្លាប់ទាំងអស់លើរាងកាយរបស់ស៊ីវយានអ្នកនៅពីខាងក្រៅទីលានសុទ្ធតែដុំទប់ដង្ហើមមើលលៃតុងពិតជាមានសមត្ថភាពមែនប៉ុន្តែគូស៊ីងស្រែកឡើងភ្លាមមិនអាចទេលំពែងរបស់លៃតុងមិនអាចប៉ះស៊ីវយានសូម្បីតែបន្តិចទោះបីលៃតុងមានកម្លាំងកម្រិតទី11ផ្កាយ3ហើយថែមទាំងមានរន្ទះពិសេសទៀតក៏នៅតែមិនអាចប៉ះស៊ីវយានបានគ្រប់គ្នាចាំផ្ដើមសង្ស័យថាតើស៊ីវយានខ្លាំងដល់កម្រិតណាទៅហើយដោយឃើញថាមិនអាចឈ្នះបានលៃតុងប្រើចលនាចុងក្រោយគាត់ខំអណ្ដាតបាញ់ឈាមលើចុងលំពែងបាញ់ចេញដោយរន្ទះត្រង់ទៅបំពង់កស៊ីវយានគ្រប់គ្នាស្រែកក្នុងចិត្តថាលឿនណាស់ប៉ុន្តែស៊ីវយានគ្រាន់តែលាតបាតដៃលំពែងទាំងមូលត្រូវបានទប់ដោយដៃរបស់គាត់ចុងលំពែងនៅសល់ចម្ងាយកន្លះអ៊ីងពីបាតដៃមិនអាចទៅមុខបានទៀតឡើយលៃតុងប្រើកម្លាំងទាំងអស់ក៏គ្មានប្រយោជន៍លៃតុងបញ្ចេញរន្ទះអារក្សខ្មៅចូលក្នុងរាងកាយស៊ីវយានប៉ុន្តែស៊ីវយានញញឹមហើយនិយាយថារសជាតិនេះសាំណាស់ភ្លាមគាត់ប្រើវិជាអណ្ដាតភ្លើងវិជាអណ្ដាតភ្លើងហ្នឹងគឺវិជាដែលយ៉ៅឡៅឲ្យទៅកាន់ស៊ីវយានណាតាំងពីវគ្គទី1មកម្លេះគេហៅថាបលែមមន្ត្រាណាលេបយូររន្ទះទាំងនោះបន្ទាប់មកគាត់ក្តាប់ដៃលំពែងរបស់លៃតុងបែកខ្ទេចភ្លាមស៊ីវយានបោះមួយជំហានទៅមុខបាតដៃរបស់គាត់ទះទៅលើទ្រូងលៃតុងស្រាលលៃតុងត្រូវបានប្លង់ហោះថយក្រោយយ៉ាងធ្ងន់ស៊ីវយានដាក់ម្រាមដៃជំរាបហើយនិយាយដោយសុភាពថាអរគុណសម្រាប់ការអនុញ្ញាតឲ្យខ្ញុំឈ្នះនិយាយឌឺទៀតណាការប្រកួតបានបញ្ចប់ក្នុងរយៈពេលប្រមាណនាទីប៉ុណ្ណោះមនុស្សជំនាន់ក្រោយរបស់ត្រកូលលៃទាំងអស់ត្រូវបានស៊ីវយានផ្ដួលយ៉ាងងាយកងទ័ពទឹកខ្មៅស្រែកហ៊ោកញ្ជ្រែវឮពេញទីលានភ្លាមសំឡេងសើចដ៏ខ្លាំងមួយបន្លឺលើមេឃហាក្មេងប្រុសត្រកូលសៀវពិតជាអស្ចារ្យមែនក្មេងៗរបស់ត្រកូលលៃមិនអាចប្រៀបជាមួយអ្នកបានឡើយប៉ុន្តែបើមើលអ្នកប្រយុទ្ធហើយខ្ញុំចង់សាកដៃដែរចង់ចូលវាយដែរហ៊ានទទួលការវាយប្រហារពីខ្ញុំទេអ្នកគ្រប់គ្នាស្គាល់ម្ចាស់សម្លេងភ្លាមគឺលៃអ៊ីងមេត្រកូលលៃស៊ុងអឺកូលីងយ៉ាងគូឈីងយ៉ាងនិងអ្នកផ្សេងប្រែទឹកមុខភ្លាមពួកគេមិននឹកស្មានថាមេត្រកូលដែលជាមនុស្សចូលចិត្តប្រយុទ្ធម្នាក់សូម្បីតែបោះបង់មុខមាត់របស់ខ្លួនហើយចេញមកប្រកួតជាមួយមនុស្សជំនាន់ក្រោយលៃអ៊ីងនិយាយទៀតថាកុំបារម្ភខ្ញុំនឹងប្រើត្រឹមតែ 50% នៃកម្លាំងប៉ុណ្ណោះស៊ីវយានដកដង្ហើមវែងមួយបន្ទាប់មកគាត់លើកដៃគោរពហើយនិយាយយ៉ាងម៉ឺងម៉ាត់ថាស៊ីវយាននៃត្រកូលស៊ីវសូមទទួលការណែនាំល្អណាស់ពិតជាក្លាហានមែនអ្នកពិតជាមានចិត្តក្លាហានមិនចាញ់ស៊ីវស៊ុនកាលពីអតីតកាលឡើយភ្លាមមេឃខាងលើទីលានវឹកហាត់ចាប់ផ្ដើមប្រែប្រួលហើយមនុស្ស3នាក់ក៏លេចមកពួកគេគឺគូយុននិងអ្នកដតីពិសាធំសំឡេងសើចក្រអឺតក្រទួមនោះចេញពីបុរសរាងធំដូចប៉មដែកម្នាក់ដែលគ្មាននរណាផ្សេងក្រៅពីលៃអ៊ីងមេត្រកូលលៃនៅលើវេទិកាស៊ុងអឺញញឹមមិនចេញព្រោះនាងបារម្ភគូហ៊ូនិយាយទាំងមិនពេញចិត្តថាមេត្រកូលលៃកំពុងធ្វើអ្វីណោះគាត់ជាមនុស្សជំនាន់ចាស់ជាងស៊ីវយានច្រើនណាស់តែបែរជាមកប្រកួតជាមួយក្មេងជំនាន់ក្រោយ
គ្រប់គ្នាសុទ្ធតែដឹងថាទោះស៊ីវយានជាមនុស្សខ្លាំងបំផុតក្នុងចំណោមមនុស្សជំនាន់ក្រោយក៏ដោយប៉ុន្តែអ្នកដែលឈរនៅពីមុខគាត់គឺជាមេត្រកូលីដែលជាកំពូលអ្នកខ្លាំងលើទ្វីបនេះការដែលមនុស្សជំនាន់ចាស់មកប្រកួតជាមួយមនុស្សជំនាន់ក្រោយគឺជារឿងដែលមិនសមរម្យស៊ុងអើនិយាយដោយទំនុកចិត្តថាបងស៊ីវយានប្រកាសជាមានផែនការរបស់គាត់មិនធ្វើអ្វីដោយគ្មានទំនុកចិត្តឡើយទោះនាងបារម្ភក៏ដោយនាងជឿលើស៊ីវយានចំណែកឯគូហ៊ូបានត្រឹមដកដង្ហើមលៃអ៊ីងគឺជាអ្នកកម្រិតទី11ផ្កាយ8សម្រាប់ពួកគេកម្រិតនេះខ្ពស់ពេកមិនចាំបាច់និយាយដល់ការប្រយុទ្ធផងអ្នកគ្រប់គ្នាភ្ញាក់ផ្អើលដែលលើដាស៊ីវយានទទួលការប្រកួតទោះបីលទ្ធផលយ៉ាងណាក៏ដោយការក្លាហាននេះបានធ្វើឲ្យមនុស្សជាច្រើនគោរពគាត់កាន់តែខ្លាំងឡើងលៃតុងសម្លឹងមើលស៊ីវយានដោយទឹកមុខស្មុគស្មាញការប្រយុទ្ធមុននេះបានបង្ហាញយ៉ាងច្បាស់ពីគម្លាតរវាងពួកគេទាំងពីរការវាយខ្លាំងបំផុតរបស់គាត់មិនអាចធ្វើឲ្យស៊ីវយានថយសូម្បីមួយជំហានផ្ទុយទៅវិញស៊ីវយានគ្រាន់តែទះបាតដៃហើយក៏ផ្ដួលគាត់បានលៃយុនឈរអោនក្បាលដោយអាម៉ាស់មុននោះពួកគេទាំង10នាក់វាយរួមគ្នាតែស៊ីវយានមិនសូម្បីតែមើលពួកគេចូលភ្នែកពេលនេះទើបគេយល់ថាស៊ីវយានមិនមែនមើលងាយពួកគេទេប៉ុន្តែពួកគេខ្សោយពេកមិនសមឲ្យគាត់ប្រើកម្លាំងពិតបើស៊ីវយានចង់សម្លាប់ពួកគេទាំង10ប្រហែលគ្រាន់តែគ្រវីដៃម្ដងក៏គ្រប់គ្រាន់ក្នុងភ្នែកស៊ីវយានពួកគេប្រៀបដូចជាសត្វល្អិតដែលព្យាយាមរុញដើមឈើយក្សប៉ុណ្ណោះលៃយុននៅតែរអ៊ូថាទោះបីជាគាត់ខ្លាំងក៏ដោយក៏មិនគួរអួតពេកដែរមេត្រកូលគឺឌូឆេងផ្កាយ8ឌូឆេងផ្កាយ8ហ្នឹងអ៊ីមិនប្រែថាជាកម្រិតទី11ផ្កាយ8អ្នកនរគ្នាដែលចាំតែកុំឲ្យវិបាកក្នុង novel គេដាក់ថាជាកម្រិតឌូឆេងសំបីតែប្រើតែពាក់កណ្ដាលកម្លាំងក៏អាចយកឈ្នះអ្នកដែលកម្រិតទី11ផ្កាយ7បានយ៉ាងងាយភ្លាមលៃតុងស្រែកកាន់ថាបិទមាត់គាត់សម្លឹងលៃយុនយ៉ាងខឹងមិនតន់អាម៉ាស់គ្រប់គ្រាន់ទៀតឬបើមិនមែនអ្នកនាំមករករឿងទេក៏គ្មានរឿងនេះកើតឡើងដែរទោះស៊ីវយានចាញ់មេត្រកូលក៏ដោយក៏គ្មាននរណាមើលងាយគាត់ឡើយផ្ទុយទៅវិញមនុស្សទាំងអស់នឹងគោរពខ្លោចខ្លាចគាត់លៃយុនមិនហ៊ាននិយាយអ្វីទៀតមេត្រកូលស៊ីវចិនយានចិនតែមានចិញ្ចើមពណ៌ក្រហមនិយាយទាំងសើចថាក្មេងត្រកូលស៊ីវម្នាក់នេះពិតជាមានចិត្តក្លាហានដោយស៊ីវស៊ុនមែនគូយុននិយាយទៅកាន់លៃអ៊ីងថាក្នុងឋានៈរបស់អ្នកមកប្រកួតជាមួយនឹងស៊ីវយានបែបនេះមិនសមទេលៃអ៊ីងសើចលាន់អ្នកក៏ស្គាល់ចរិតខ្ញុំដែរខ្ញុំមិនដែលខ្វល់អាយុឋានៈទេខ្ញុំខ្វល់តែកម្លាំងបន្ទាប់មកគាត់សម្លឹងទៅស៊ីវយានបើអ្នកខ្លាចយើងអាចបញ្ឈប់នៅទីនេះបានស៊ីវយានញញឹមហើយឆ្លើយភ្លាមថាខ្ញុំធ្លាប់ឮឈ្មោះដ៏ល្បីរបស់មេត្រកូលលៃយូហើយការបានប្រកួតជាមួយលោកគឺជាកិត្តិយសរបស់ខ្ញុំមនុស្សជាច្រើនភ្ញាក់ផ្អើលគ្រប់គ្នាគិតថាគាត់នឹងឆ្លៀតឱកាសបដិសេធតែគាត់បែរជាទទួលយកដោយស្នាមញញឹមតាមពិតស៊ីវយានមានគម្រោងក្នុងចិត្តក្រោយពីនេះត្រកូលគូត្រកូលយាននិងត្រកូលលៃនឹងពិភាក្សាគ្នាអំពីការប្រឆាំងត្រកូលហ៊ុនប្រសិនបើស៊ីវយានមិនបង្ហាញកម្លាំងគ្រប់គ្រាន់ទេពួកគេនឹងមើលស្រាលត្រកូលស៊ីវដូច្នេះគាត់ត្រូវបង្ហាញថាខ្លួនមានសមត្ថភាពអាចនៅកម្រិតស្មើជាមួយមេត្រកូលទាំងនេះលៃអ៊ីងគឺកម្រិតទី11ផ្កាយ8ប្រើត្រឹម 50% នៃកម្លាំងក៏អាចយកឈ្នះអ្នកកម្រិតទី11ផ្កាយ7ទូទៅបានបច្ចុប្បន្នស៊ីវយានស្ថិតនៅកម្រិតទី11ផ្កាយ6កម្រិតមធ្យមប៉ុន្តែបើប្រើកម្លាំងបន្ថែមរបស់ស៊ីវយីអាចកត់ឡើងដល់កម្រិតទី11ផ្កាយ7ដូច្នេះគាត់មានទំនុកចិត្តថាអាចទប់ទល់ការវាយមួយរបស់លៃអ៊ីងបានលៃអ៊ីងសើចយ៉ាងសប្បាយល្អក្មេងប្រុសខ្ញុំចូលចិត្តអ្នកណាស់លៃអ៊ីងចុះមកលើទីលានរន្ទះពណ៌ខ្មៅជុំ
រុំព័ទ្ធជុំវិញរាងកាយរបស់គាត់សម្ពាធដ៏គួរឲ្យខ្លាចធ្វើឲ្យមនុស្សនៅជុំវិញដកថយដោយស្វ័យប្រវត្តិស៊ីវយានដកដង្ហើមវែងមួយ ក្នុងខណៈនោះស៊ីវយីបានរួមបញ្ចូលជាមួយព្រលឹងរបស់គាត់អណ្ដាតភ្លើងពណ៌ផ្កាយឈូកបានផ្ទុះចេញពីរាងកាយរបស់គាត់ប្រែក្លាយទៅជាគ្រីស្តាល់ពណ៌ផ្កាយឈូកនេះគឺជារាងកាយភ្លើងបំលែងដែលស៊ីវយានប្រើភ្លាមដើម្បីប្រឈមមុខនឹងសត្រូវដ៏ខ្លាំងយានចិនភ្ញាក់ផ្អើលគាត់ដឹងភ្លាមថាអណ្ដាតភ្លើងនេះមានភ្លើងសួរដល់ទៅ6ប្រភេទសូម្បីតែគាត់ក៏ធ្លាប់ពិបាកបញ្ចូលភ្លើងសួរត្រឹម2ប្រភេទប៉ុណ្ណោះចំណែកឲ្យស៊ីវយានវិញបញ្ចូលភ្លើងបានដល់6កម្លាំងរបស់ស៊ីវយានចាប់ផ្ដើមកើនឡើងយ៉ាងលឿនអ្នកជាច្រើនភ្ញាក់ផ្អើលឡៃតង់ញញឹមជូរជាត់ដូច្នេះការប្រយុទ្ធជាមួយខ្ញុំនៅគាត់នៅទុកចិត្តបានទុកដៃទៀតស៊ីវយានលើកដៃឡើងអណ្ដាតភ្លើង6ពណ៌ប្រមូលផ្ដុំយ៉ាងលឿនមួយសន្ទុះក្រោយផ្កាយឈូកភ្លើង6ពណ៌បានកើនឡើងថាមពលបំផ្លាញដ៏គួរឲ្យខ្លាចបានផ្ទុះចេញភ្លាមសូម្បីតែគូយន្តនិងយានចិនក៏បដូរទឹកមុខលៃអេងសាយខ្លាំងសាកភ្លក់ក្បាច់បាតដៃកម្មរន្ទះរបស់ត្រកូលលៃខ្ញុំមើលរន្ទះនៅក្នុងបាតដៃគាត់ប្រមូលផ្ដុំដោយពពកខ្មៅមួយផ្លេតក្រោយបាតដៃរន្ទះយក្សបានបាញ់ទៅប៉ះជាមួយផ្កាយឈូកភ្លើង6ពណ៌របស់ស៊ីវយានការផ្ទុះដ៏ធំបំផុតបានញ័រពេញអាណាចក្រគូរលកថាមពលដ៏សាហាវបោកបក់គ្រប់ទិសស៊ីវយានត្រូវបានរុញថយក្រោយរាប់រយម៉ែត្រចំណែកលៃអ៊ីងក៏ថយក្រោយពី3ជំហានដែរមនុស្សគ្រប់គ្នាស្រែកដោយភ្ញាក់ផ្អើលស៊ីវយានពិតជាទុកបានមែនទោះថយក្រោយក៏ដោយក៏គាត់មិនរងរបួសធ្ងន់ឡើយនេះមានន័យថាគាត់ពិតជាមានសមត្ថភាពទប់ការវាយប្រហាររបស់មេត្រកូលីគូយន្តក្រូវីក្បាយលំហអាកាសបែកខ្លាចជារន្ទះខ្មៅយក្សរលកថាមពលទាំងអស់ត្រូវបានរន្ទះខ្មៅលេបត្របាក់បន្ទាប់មកគាត់ញញឹមហើយនិយាយថាលៃអ៊ីងការវាយប្រហារមុននេះមិនមែនត្រឹម 50% ទេលៃអ៊ីងសាច់ខ្លាំងហាហាក្មេងម្នាក់នេះពិតជាសមជាកូនចៅរបស់ត្រកូលស៊ីវរបស់ស៊ីវស៊ុនមែនស៊ីវយានញញឹមជូរជាត់ដៃទាំងពីររបស់គាត់ស្ពឹកទាំងស្រុងគាត់មិនអាចសូម្បីតែលើកដៃគោរពបាននៅពេលនោះគូយន្តងើយក្បាលសម្លឹងទៅលំហអាកាសទទេសំឡេងរបស់គាត់លាន់ឮដូចផ្គរលាន់ហ៊ុនធានទីក្នុងឋានៈរបស់អ្នកហេតុអ្វីត្រូវលាក់ខ្លួនលួចសង្កេតបែបនេះបន្ទាប់ពីលើពាក្យនេះលាន់ឡើងបរិយាកាសទាំងមូលតានតឹងភ្លាមព្រោះអ្នកដែលលាក់ខ្លួននៅពីក្រោយទីងងឹតទីបំផុតត្រូវបានគូយន្តរកឃើញសំឡេងរបស់គូយន្តលាន់ឮដោយផ្គរលាន់ធ្វើឲ្យមនុស្សគ្រប់គ្នានៅទីនោះរឹងខ្លួនភ្លាមមនុស្សទាំងអស់ងើយក្បាលសម្លឹងទៅលំហអាកាសទទេទាហាននៃកងទ័ពទឹកខ្មៅដែលកំពុងមើលការប្រយុទ្ធរបស់ស៊ីវយានក៏បញ្ចេញថាមពលឈីរបស់ខ្លួនភ្លាមហើយចូលក្នុងស្ថានភាពប្រយុទ្ធហ៊ុនធានទីឈ្មោះនេះដូចជាផ្គរលាន់បន្លឺក្នុងត្រចៀករបស់ស៊ីវយានដៃរបស់គាត់ក្តាប់យ៉ាងណែនមនុស្សដែលជាមេដឹកនាំបំផ្លាញត្រកូលស៊ីវទីបំផុតបង្ហាញខ្លួនហើយគូយន្តស្រែកបញ្ជាថាត្រកូលគូត្រៀមការពារភ្លាមអមតៈទាំង3នៃត្រកូលគូហោះឡើងទៅលើមេឃអ្នកចំនួនអ្នកការពារទាំងអស់នៃត្រកូលគូក៏ហោះចេញពីភ្នំជុំវិញមកប្រមូលផ្ដុំមួយរំពេចមេឃពោពេញទៅដោយអ្នកខ្លាំងសូម្បីតែស៊ីវយានក៏លួចភ្ញាក់ផ្អើលនេះហើយជាកម្លាំងពិតរបស់ត្រកូលគូយន្តឈរលើមេឃដាក់ដៃទាំងពីរនៅពីក្រោយខ្នងទោះជាមុខគាត់ស្ងប់ស្ងាត់ក៏ដោយភ្នែករបស់គាត់មិនដកចេញពីលំហអាកាសមួយកន្លែងឡើយយានចិននិងលៃអ៊ីងហោះមកឈរក្បែរគូយន្តពួកគេសួរថាអ្វីកើតឡើងពួកគេមើលទៅលំហអាកាសនោះប៉ុន្តែមិនអាចដឹងអ្វីទាំងអស់ទោះជាយ៉ាងណាក្នុងចិត្តរបស់ពួកគេបានកើតការប្រុងប្រយ័ត្នយ៉ាងខ្លាំងយានចិននិយាយដោយសំឡេងធ្ងន់ថាតើហ៊ុនធានទីពិតជាមកមែនឬតើពួកគេចង់វាយប្រហារត្រកូលគូបើទោះជាត្រកូលហ៊ុនខ្លាំងក៏ដោយ
ត្រកូលគូមិនមែនដូចត្រកូលលីងដែលអាចបំផ្លាញបានងាយឡើយគូយន្តមិនឆ្លើយទេគាត់គ្រាន់តែសម្លឹងទៅកន្លែងដដែលភ្នំទាំងមូលស្ងប់ស្ងាត់ខ្លាំងមនុស្សគ្រប់គ្នាស្ដាប់បានសូម្បីតែសំឡេងបេះដូងខ្លួនឯងពួកគេដឹងថាបើថ្ងៃនេះត្រកូលហ៊ុនបើកសង្គ្រាមពិតការប្រយុទ្ធនឹងធំជាងការប្រយុទ្ធនៅត្រកូលយ៉ៅរាប់សិបដងភាពស្ងប់ស្ងាត់បន្តជាច្រើននាទីរំពេចនោះលំហអាកាសចាប់ផ្ដើមរលកសំឡេងសើចទន់មួយលេចឡើងហាហាគូយន្តយូរហើយមិនបានជួបគ្នាការយល់ដឹងរបស់អ្នកនៅតែមុតស្រួចដូចមុនពេលលំសំឡេងនេះលេចឡើងមនុស្សទាំងអស់នៃត្រកូលគូត្រៀមវាយប្រហារភ្លាមថាមពលឈីផ្ទុះឡើងពេញរាងកាយលំហអាកាសបង្កើតជារង្វង់មូលភ្លាមដៃមួយលាតចេញពីក្នុងរង្វង់នោះបន្ទាប់មកបុរសម្នាក់ដើរចេញមកយឺតបុរសនោះស្លៀកសម្លៀកបំពាក់ពណ៌សប្រផេះមើលទៅប្រហែលជាវ័យ30ឆ្នាំយើងមើលទៅដូចជាវ័យ30ឆ្នាំប៉ុន្តែអាយុពិតរបស់គាត់ហ្នឹងគឺរាប់ពាន់ឆ្នាំអ្នកនរគ្នាទឹកមុខសង្ហាភ្នែកភ្លឺថ្លាមើលទៅដូចអ្នកប្រាជ្ញឬអ្នកអានសៀវភៅម្នាក់គ្មានអ្នកណាគិតថាមនុស្សភាពបែបនេះគឺជាមេដឹកនាំអង្គការដ៏សាហាវបំផុតលើទ្វីបកម្លាំងធាតុស៊ីវយៀនភ្ញាក់ផ្អើលគាត់គឺហ៊ុនធានទីគាត់មិនអាចភ្ជាប់រូបរាងដ៏សុភាពនេះជាមួយមនុស្សដែលបានបំផ្លាញត្រកូលសៀវបានឡើយក្រោយហ៊ុនធានទីជាមនុស្សច្រើនក៏ដើរចេញពីច្រកលំហមនុស្សដើរមុខគេគឺអណ្ដាតភ្លើងលេបត្របាក់ខ្លួនគាត់គ្របដណ្ដប់ដោយភ្លើងខ្មៅក្រោយគាត់គឺអមតៈបិសាចទាំង4នៃត្រកូលហ៊ុនក្រុមនេះអាចនិយាយបានថាជាកម្លាំងខ្លាំងបំផុតមួយលើទ្វីបកម្លាំងធាតុពួកគេបង្ហាញខ្លួនត្រកូលគូក៏បើករបាំងការពារភ្លាមរបាំងពន្លឺរាប់មិនអស់លេចឡើងពេញជួរភ្នំហ៊ុនធានទីញញឹមស្រាលថ្ងៃនេះត្រកូលគូពិតជាអ៊ូអរមែនគូយន្តលៃអ៊ីងនិងយៀនចិនយើង4នាក់មិនបានជួបគ្នារាប់ពាន់ឆ្នាំហើយមែនទេគូយន្តនិយាយស្ងប់ស្ងាត់ថាហ៊ុនធានទីនេះមិនមែនជាកន្លែងដែលអ្នកគួរមកទេហ៊ុនធានទីញញឹមលើលោកនេះគ្មានកន្លែងណាដែលខ្ញុំមិនអាចទៅបានទេអ្នកទាំងពីរនិយាយដូចមិត្តចាស់ជជែកគ្នាប៉ុន្តែមនុស្សគ្រប់គ្នាដឹងថាបរិយាកាសពោពេញទៅដោយចេតនាសម្លាប់លៃអេងសួរភ្លាមថាត្រកូលលីងត្រកូលស៊ីនិងត្រកូលយ៉ៅពួកអ្នកជាអ្នកបំផ្លាញមែនទេហ៊ុនធានទីញញឹមតិចអ្នកគ្រាន់តែដឹងក្នុងចិត្តគ្រប់គ្រាន់ហើយគាត់មិនទទួលស្គាល់ត្រង់ទេប៉ុន្តែពាក្យនេះស្មើនឹងការសារភាពលៃអ៊ីងនិយាយលៃអ៊ីងនឹងយានចិនមុខងងឹតភ្លាមមួយគូយន្តសម្លឹងទៅកាន់អណ្ដាតភ្លើងលេបត្របាក់គាត់និយាយថាស្ដេចចុងក្រោយនៃត្រកូលតុងលីងត្រូវបានអ្នកលេបត្របាក់ហើយមែនទេហើយនេះជាមូលហេតុដែលអ្នកត្រូវត្រកូលហ៊ុនអាចរស់មកដល់សពថ្ងៃបើដឹងមុនខ្ញុំគួរតែសម្លាប់អ្នកតាំងពីពេលនោះទៅអណ្ដាតភ្លើងលេបត្របាក់សើចចម្លែកគូយន្តអ្នកវិតម្លៃខ្លួនឯងខ្ពស់ពេកអ្នកអាចឈ្នះខ្ញុំតែមិនអាចសម្លាប់ខ្ញុំបានទេហើយខ្ញុំក៏ត្រូវអរគុណអ្នកបើមិនមែនខ្ញុំបិទខ្លួនវឹកហាត់ជាង 1000 ឆ្នាំខ្ញុំក៏មិនអាចខ្លាចដល់កម្រិតទី11ផ្កាយ9បានដែរពេលឮពាក្យនេះមនុស្សគ្រប់គ្នាប្រែទឹកមុខឌូសេងផ្កាយ9នេះគឺជាកម្ពុជាកម្លាំងក្នុងโลกនេះមានន័យថាត្រកូលហ៊ុនមានអ្នកកម្រិតទី11ផ្កាយ9 2នាក់គឺហ៊ុនធានទីអណ្ដាតភ្លើងលេបត្របាក់ស៊ីវយឿនក៏មុខងងឹតគាត់មិននឹកស្មានថាអណ្ដាតភ្លើងលេបត្របាក់មានកម្លាំងដល់កម្រិតនេះមិនចម្លែកទេដែលវាអាចបំផ្លាញត្រកូលយ៉ាវបានគូយន្តនិយាយស្ងប់ស្ងាត់ថាខ្ញុំដឹងរឿងនេះរួចហើយបើមានឱកាសខ្ញុំនឹងបិទត្រាអ្នកជារៀងរហូតអណ្ដាតភ្លើងលេបត្របាក់សើចអ្នកគ្មានថ្ងៃមានឱកាសនោះទេគូយន្តសម្លឹងទៅហ៊ុនធានទីបើអ្នកនាំមនុស្សប៉ុណ្ណេះមកចង់វាយប្រហារត្រកូលគូវាមិនគ្រប់គ្រាន់ទេហ៊ុនធានទីញញឹមពិតមែនមិនគ្រប់គ្រាន់ទេសៀវយៀនដែលឈួន
ខាងក្រោយចាប់ផ្ដើមមានអារម្មណ៍ថាគាត់គិតក្នុងចិត្តថាត្រកូលហ៊ុនមិនមែនមកទីនេះដើម្បីជជែកទេពួកគេច្បាស់ជាមានគម្រោងអ្វីមួយគាត់ហោះទៅឈរក្បែរសួងអឺហើយសួរភ្លាមៗថាថ្មបុរាណរបស់ត្រកូលគូនៅជាមួយគូយន្តឬសួងអឺឆ្លើយថាអត់ទេវានៅក្នុងសាលពពាកបុរសនៅទីនោះជាកន្លែងការពារតឹងរឹងបំផុតសឿយានសម្លឹងទៅអ្នកខ្លាំងទាំងអស់នៅលើមេឃហើយសួរថាអ្នកខ្លាំងភាកច្រើននៅសាលពពាកបុរសត្រូវបានតាក់ទាញមកទីនេះហើយមែនទេសួងអឺសម្លឹងជុំវិញភ្លាមនោះទឹកមុខនាងប្រែជាស្លេកពិតដូចសៀវយាននិយាយអ្នកការពារសាលពពាកបុរសភាគច្រើនបានមកទីនេះអស់ហើយសៀវយានប្រែភ្លាមមុខរបស់គាត់ប្រែជាធ្ងន់គាត់ងើយក្បាលស្រែកទៅកាន់គូយន្តប្រយ័ត្នថ្មបុរាណរបស់ត្រកូលគូទឹកមុខរបស់គូយន្តប្រែប្រួលភ្លាមមុនពេលគាត់និយាយអ្វីស្រាប់តែស៊ីរ៉ែនប្រកាសអាសន្នលាន់ឮពីជំរងភ្នំនោះគឺសញ្ញាអាសន្នពីសាលពពាកបុរសមែនឬត្រកូលហ៊ុនពិតជាបានចូលទៅលួចយកថ្មបុរាណរបស់ត្រកូលគូហើយសំឡេងស៊ីរ៉ែនបានប្រកាសអាសន្នឮពេញអាណាចក្រត្រកូលគូធ្វើឲ្យសមាជិកទាំងអស់នៃត្រកូលគូប្រែទឹកមុខភ្លាមគូយន្តសម្លឹងទៅកាន់ហ៊ុនធានទីដោយភ្នែកស្រអាប់ត្រជាក់ដូចទឹកកកមួយរំពេចមេឃទាំងមូលប្រែជាងងឹតថាមពលធម្មជាតិដ៏មហិមាហូរចេញពីគ្រប់ទិសទីដោយរលកសមុទ្រដ៏ធំស្របភ្ជាប់មេឃនិងផែនដីទិដ្ឋភាពនេះជាធម្មតាកើតឡើងតែនៅពេលមានបាតុភូតធម្មជាតិដ៏កម្រប៉ុន្តែពេលនេះគូយន្តគ្រាន់តែគិតមួយភ្លែតក៏អាចបង្កើតរលកថាមពលដ៏អស្ចារ្យនេះបាននេះហើយជាអំណាចរបស់អ្នកកម្រិតទី11ផ្កាយ9សម្ពាធដ៏ធំធេងនេះធ្វើឲ្យសូម្បីតែអមតៈបិសាចទាំង4នៃត្រកូលហ៊ុនក៏មុខស្លេកពួកគេដឹងច្បាស់ថាបើហ៊ានប្រយុទ្ធជាមួយនឹងគូយន្តប្រហែលជាមិនអាចទប់បានសូម្បីតែ2-3ចលនារាងកាយនិងព្រលឹងរបស់ពួកគេនឹងត្រូវកំទេចទាំងស្រុងមានតែ2នាក់ប៉ុណ្ណោះដែលនៅស្ងប់ស្ងាត់ដូចដើមហ៊ុនធានទីនិងអណ្ដាតភ្លើងលេបត្របាក់ភ្លាមនោះពន្លឺមួយហោះចេញពីជម្រងភ្នំបុរសម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរហើយស្រែកឡើងថាមេត្រកូលព្រឹទ្ធាចារ្យគូយ៉ាងបានវាយប្រហារអ្នកការពារសាពពាកប្រោះហើយលួចយកថ្មបុរាណរបស់ត្រកូលគូទៅហើយពាក្យនេះធ្វើឲ្យត្រកូលគូទាំងមូលផ្ទុះភាពចលាចលគ្រប់គ្នាស្រែកដោយមិនជឿព្រឹទ្ធាចារ្យគូយ៉ាងវាមិនអាចទៅរួចទេក៏ភ្ញាក់ផ្អើលដែរសៀវយានសួរថាតើគាត់ជាចារកម្មរបស់ត្រកូលហ៊ុនឬសួងអឺក៏វិក្បាលភ្លាមមិនអាចទេគូយ៉ាងគឺជាព្រឹទ្ធាចារ្យទី2នៃសាលពពាកបុរសគាត់ការពារកន្លែងនោះរាប់រយឆ្នាំហើយស្មោះត្រង់ចំពោះត្រកូលគូណាស់ខ្ញុំមិនជឿថាគាត់អាចធ្វើរឿងបែបនេះទេគូយន្តសម្លឹងទៅហ៊ុនធានទីសំឡេងត្រជាក់ដូចទឹកកកនេះជាស្នាដៃរបស់អ្នកមែនទេហ៊ុនធានទីគ្រាន់តែញញឹមមិននិយាយអ្វីសូម្បីមួយម៉ាត់ហើយក៏មិនចាកចេញដែរគាត់គ្រាន់តែឈរអមមុខនឹងត្រកូលនឹងគូយន្តយល់ភ្លាមពីគោលបំណងរបស់ហ៊ុនធានទីបើគូយន្តចាកចេញគ្មាននរណាអាចរារាំងហ៊ុនធានទីបានទៀតឡើយទឹកមុខរបស់គូយន្តត្រឡប់មកស្ងប់ស្ងាត់ដូចដើមគាត់បញ្ជាក់ភ្លាមថាបិទអាណាចក្រគូទាំងមូលគូតៅអ្នកទាំង3ដឹកនាំកងទ័ពនិងកងទ័ពទឹកខ្មៅស្វែងរកគូយ៉ាងអមតៈទាំង3ទទួលបញ្ជាភ្លាមប៉ុន្តែពួកគេទើបតែចាប់ផ្ដើមធ្វើចលនាអមតៈបិសាចទាំង4របស់ត្រកូលហ៊ុនក៏ហោះមកទប់ផ្លូវហ៊ុនធានទីញញឹមគូយន្តមនុស្សទាំងនេះមិនអាចចាកចេញបានទេគូយន្តឆ្លើយដោយត្រជាក់វាមិនមែនជាអ្នកដែលសម្រេចទេគាត់បោះមួយជំហានទៅមុខរលកថាមពលយក្សនៅពីក្រោយខ្លាចជាបាតដៃយក្សប្រវែងជាង100,000 ហ្វីតវាទះទៅកាន់ហ៊ុនធានទីដោយកម្លាំងអាចបំផ្លាញលំលោកអាកាសហ៊ុនធានទីញញឹមយ៉ាងស្ងប់ស្ងាត់គាត់លើកដៃឡើងរន្ទះខ្មៅយក្សមួយបានកើនឡើងរន្ទះខ្មៅនោះពង្រីកយ៉ាងលឿនរហូតគ្រប់ដណ្ដប់លំហទាំងមូល
បាតដៃយាកនឹងរន្ទះខ្មៅបោកគ្នាគ្មានសំឡេងផ្ទុះខ្លាំងឡើយប៉ុន្តែលំហអាកាសបែកប្រេះជាច្រើនកន្លែងបើមិនមែនអាណាចក្រគូត្រូវបានពង្រឹងរាប់ពាន់ឆ្នាំទេការប៉ះទង្គិចមួយនេះអាចបំផ្លាញលំហអាកាសទាំងមូលឃើញគូយន្តចាប់ផ្ដើមប្រយុទ្ធយានចិននិងលៃអ៊ីងក៏សម្លឹងមើលគ្នាពួកគេដឹងថាថ្ងៃនេះត្រកូលហ៊ុនហ៊ានវាយត្រកូលគូថ្ងៃក្រោយត្រកូលយាននិងត្រកូលលៃនឹងមានវាសនាដូចគ្នាយានចិនប្រែថាវាយស្រែកថាវាយអ្នកទាំងពីរហោះឡើងព្រមគ្នាសម្ពាធរបស់លូសេងផ្កាយ8 2នាក់អ្នកកម្រិតទី11ផ្កាយ8ទាំងអស់គ្នាធ្វើឲ្យលំហអាកាសញ័ររញ្ជួយពេលនោះអណ្ដាតភ្លើងលេតបាក់ឈានមួយជំហានចេញមកភ្លើងខ្មៅផ្ទុះពេញរាងកាយបន្ទាប់មកប្រែក្លាយជាកណ្ដាប់ដៃនាគខ្មៅជាច្រើនសំឡេងនាគក្រហមញ័រពេញមេឃយានចិននិងលៃអ៊ីងសើចត្រជាក់ទោះអណ្ដាតភ្លើងលេបត្របាក់ស្ថិតនៅកម្រិតទី11ផ្កាយ9ក៏ដោយក៏ទៅតែចូលកម្រិតនេះប៉ុណ្ណោះចំណែកពួកគេទាំងពីរសុទ្ធតែជាអ្នកកម្រិតទី11ផ្កាយ8កម្រិតខ្ពស់បើសហការគ្នាពួកគេមិនខ្លាចឡើយលើមេឃគូតៅប្រែស្រែកបញ្ជាស៊ុងនាំមនុស្សស្វែងរកគូយ៉ាងគាត់មិនទាន់រត់ចេញបានទេចាប់គាត់ឲ្យបានហើយដណ្ដើមថ្មបុរាណមកវិញគាត់បន្តបញ្ជាថាព្រឹទ្ធាចារ្យទាំងអស់បើកថាមពលការពារបិទអាណាចក្រគូនិងភ្នំទាំងមូលកុំឲ្យត្រកូលហ៊ុនគេចខ្លួនបានស៊ុងបញ្ជាទៅកាន់គូឈីងយ៉ាងថាបងឈីងយ៉ាងស្វែងរកភ្នំទាំងមូលភ្លាមៗកងទ័ពរាប់មិនអស់សម្រុកចូលក្នុងព្រៃភ្នំដោយហ្វូងកណ្ដូបហើយចាប់ផ្ដើមស្វែងរកគ្រប់ទីកន្លែងស៊ីវយៀនមើលទស្សនភាពនេះដោយទឹកមុខធ្ងន់ធ្ងរគាត់ដឹងថាការប្រយុទ្ធលើមេឃមើលទៅដូចសង្គ្រាមធំប៉ុន្តែតាមពិតភាគីទាំងពីរកំពុងពន្យាពេលត្រកូលហ៊ុនកំពុងព្យាយាមរងចាំត្រកូលយ៉ាងនាំថ្មបុរាណមកឲ្យពួកគេគូយ៉ាងចំណែកត្រកូលគូកំពុងពន្យាពេលដើម្បីរកគូយ៉ាងឲ្យឃើញមុនដូច្នេះចំណុចសំខាន់បំផុតនៃសង្គ្រាមនេះមិនមែនគូយន្តឬហ៊ុនធានទីទេតែជាគូយ៉ាងស៊ីវយៀនសួរស៊ុងថាគូយ៉ាងមានកម្លាំងប៉ុន្មានស៊ុងឆ្លើយថាកម្រិតទី11ផ្កាយ5កម្រិតខ្ពស់ស៊ីវយៀនសួរទៀតពលឹងរបស់គាត់ដល់ស្ថានភាពសួរពេញលេញហើយឬនៅស៊ុងគិតមួយសន្ទុះប្រហែលនៅខ្វះបន្តិចទៀតស៊ីវយៀននិយាយភ្លាមជួយការពារខ្ញុំអង្គុយកណ្ដាលអាកាសគាត់អង្គុយកណ្ដាលអាកាសចាប់ផ្ដើមបង្កើតត្រាដៃពលឹងរបស់គាត់រួមបញ្ចូលជាមួយនឹងស៊ីវយីម្ដងទៀតថាមពលពលឹងរបស់គាត់កើនឡើងយ៉ាងខ្លាំងថាមពលវិញ្ញាណដ៏ធំថេងរៀលដាលដោយទឹកជំនន់គ្របដណ្ដប់ភ្នំទាំងមូលវាអាចស៊ើបអង្កេតបានសូម្បីតែក្រោមដីនិងក្នុងស្រមោលស្រទាប់ម៉ាក់ដោយមានជំនួយពីស៊ីវយីវិញ្ញាណរបស់ស៊ីវយៀនអាចគ្របដណ្ដប់ចម្ងាយរាប់ម៉ឺនគីឡូម៉ែត្រដរាបណាគូយ៉ាងមិនទាន់ចេញពីភ្នំនេះគាត់គ្មានថ្ងៃលាក់ខ្លួនរួចឡើយស៊ុងឈួរក្បែរស៊ីវយៀនការពារគាត់យ៉ាងប្រុងប្រយ័ត្នមួយសន្ទុះក្រោយមកគូស៊ីងយ៉ាងនិងអ្នកផ្សេងទៀតត្រឡប់មកវិញពួកគេនិយាយទាំងមុខអាប់អួររកមិនឃើញទេស៊ុងសម្លឹងទៅកាន់ស៊ីវយៀនពេលនេះក្តីសង្ឃឹមទាំងអស់នៅលើគាត់ប្រហែលជា10នាទីក្រោយគាត់ស្រាប់តែស៊ីវយៀនបើកភ្នែករបស់គាត់សម្លឹងឡើងភ្លាមគាត់ទះដៃទៅលើដីភ្នំមួយនៅចម្ងាយជាង100,000 ហ្វីតផ្ទុះខ្ទេចភ្លាមម៉ាក្តៅហូរផ្ទុះចេញពីក្រោមដីហើយមានមនុស្សម្នាក់ត្រូវបានបង្ខំឲ្យហោះចេញពីក្នុងម៉ាស៊ុងនិយាយស៊ុងនិងគូជីងយ៉ាងសម្លឹងទៅមនុស្សនោះដោយប្រសាយភ្នែកត្រជាក់ពួកគេស្រែកព្រមគ្នាថាគូយ៉ាងសាច់រឿងរបស់យើងសូមបញ្ចប់តែប៉ុណ្ណេះសិនទៅចាំយើងបន្តសាច់រឿងរបស់យើងនៅក្នុងថ្ងៃស្អែកទៀតadmin ផ្ដោះជូនអ្នកនរគ្នាចំនួន4 chapter ទោះបីជាឃើញនាទីរៀងតិចក៏ប៉ុន្តែ4 chapter អ្នកនរគ្នាអញ្ចឹងសូមអរគុណ